នាព្រឹកថ្ងៃពុធ7រោចខែទុតិយស័កឆ្នាំមមីអត្តស័កពុទ្ធសករាជ2570ត្រូវនៅថ្ងៃទី5ខែសីហាឆ្នាំ2026ឯកឧត្តមឆៃរិទ្ធិសែនរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទបានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីលើវិស័យមុខងារសាធារណៈអាស៊ានលើកទី23និងអាស៊ានបូក3លើកទី8ស្ដីពីកិច្ចការមុខងារសាធារណៈក្រៅមូលបត្រនវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈឲ្យកាន់តែប្រសើរឡើងក្រោមអធិបតីភាពដឹកពងពោះសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅសន្តាគារសុខាសៀមរាបខេត្តសៀមរាបកិច្ចប្រជុំនេះមានវត្តមានអញ្ជើញចូលរួមពីរដ្ឋមន្ត្រីមុខងារសាធារណៈនៃប្រទេសសមាជិកអាស៊ានអគ្គលេខាធិការអាស៊ាននិងរដ្ឋមន្ត្រីមុខងារសាធារណៈប្រទេសបូក3រួមមានចិនជប៉ុននិងកូរ៉េខាងត្បូងកិច្ចសហប្រតិបត្តិការអាស៊ានស្ដីពីកិច្ចការមុខងារសាធារណៈបានចាប់ផ្ដើមក្នុងចំណោមប្រទេសសមាជិកអាស៊ានតាំងពីឆ្នាំ1980ក្នុងសន្និសីទស្ដីពីការកែតម្រង់ក្នុងវិស័យមុខងារសាធារណៈស្ថាប័ននេះត្រូវបានបង្កើតឡើងជាផ្លូវការក្នុងឆ្នាំ1981ដែលមានឈ្មោះដើមថា ASEAN Conference on Civil Service Matters ហៅកាត់ថា ACCSM បន្ទាប់មកត្រូវបានស្នើសុំប្តូរឈ្មោះនិងសម្រេចប្តូរឈ្មោះទៅជា ASEAN Cooperation on Civil Service Matters ហៅកាត់ថា ACCSM ជាផ្លូវការដោយប្រមុខមុខងារសាធារណៈអាស៊ានក្នុងកិច្ចប្រជុំចង្អៀតមួយនៅថ្ងៃទី17ខែវិច្ឆិកាឆ្នាំ2015ACCSM ត្រូវបានបង្កើតឡើងក្នុងគោលបំណងដ៏សំខាន់ដើម្បីជំរុញនិងពង្រីកកម្រិតនៃកិច្ចសហប្រតិបត្តិការក្នុងចំណោមមុខងារសាធារណៈនៃបណ្ដាប្រទេសអាស៊ានព្រមទាំងមានបេសកកម្មសំខាន់ក្នុងការរួមចំណែកសម្រាប់បាននូវចក្ខុវិស័យអាស៊ានឆ្នាំ2025តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការមុខងារសាធារណៈក្នុងតំបន់ជំរុញកិច្ចសហការដើម្បីលើកកម្ពស់ប្រសិទ្ធភាពប្រសិទ្ធផលគណនេយ្យភាពសាធារណៈនិងអភិបាលកិច្ចល្អអញ្ជើញមានប្រសាសន៍ក្នុងពិធីបើកកិច្ចប្រជុំនេះសម្ដេចធិបតីនាយករដ្ឋមន្ត្រីបានប្រកាសស្វាគមន៍គណៈប្រតិភូមកពីបណ្ដាប្រទេសអាស៊ានទាំងអស់ដែលបានអញ្ជើញចូលរួមហើយសម្ដេចបានបង្ហាញនូវមោទកភាពយ៉ាងខ្លាំងដែលបានធ្វើជាប្រធានបដូវវេននៃកិច្ចសហប្រតិបត្តិការអាស៊ានស្ដីពីកិច្ចការមុខងារសាធារណៈនិងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីលើវិស័យមុខងារសាធារណៈអាស៊ានលើកទី23និងអាស៊ានបូក3លើកទី8នាពេលនេះសម្ដេចធិបតីនាយករដ្ឋមន្ត្រីបានចាត់ទុកកិច្ចប្រជុំរដ្ឋមន្ត្រីលើវិស័យមុខងារសាធារណៈអាស៊ានលើកទី23និងអាស៊ានបូក3លើកទី8គឺជាវេទិកាដ៏សំខាន់សម្រាប់កិច្ចពិភាក្សាដ៏បើកចំហនិងត្រង់ទៅត្រង់មកជុំវិញបញ្ហាមុខងារសាធារណៈដែលប្រទេសក្នុងតំបន់អាស៊ានកំពុងប្រឈមជាចុងក្រោយសម្ដេចធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់ថាការកែតម្រង់រដ្ឋបាលមុខងារសាធារណៈនៅកម្ពុជាត្រូវបានកំណត់ដោយវិសេសភាពនៃដំណើរជាប្រវត្តិសាស្ត្ររបស់កម្ពុជាក្នុងការស្ដារឡើងវិញការកសាងជាតិនិងការកសាងសន្តិភាព